បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់ចែករំលែកព័ត៌មានមួយដែលពាក់ព័ន្ធទៅនឹងប្រទេសមួយចំនួននៅលើពិភពលោករបស់យើងថាតើប្រទេសណាខ្លះដែលជ្រើសរើសយកក៏ដូចជានៅតែអនុវត្តច្បាប់ប្រហារជីវិតនៅមកដល់សព្វថ្ងៃនេះបាទច្បាប់ប្រហារជីវិតបើយើងនិយាយពីកាលសម័យសង្គ្រាមគឺវាមិនជាអ្វីដែលចម្លែកពេកទេប៉ុន្តែសម្រាប់ច្បាប់ប្រហារជីវិតដែលនិយាយនៅក្នុងសម័យយើងនេះគឺវាហាក់បីដូចជាស្ដាប់ទៅមិនទំនងហើយនឹងរៀងឃោរឃៅបន្តិចពីព្រោះតែសម័យនេះគឺជាសម័យដែលមានសន្តិភាពហើយគេបានឈប់ប្រើប្រាស់ជាច្រើនប្រទេសទៅហើយនៅច្បាប់ប្រហារជីវិតមួយនេះពីព្រោះតែគេយល់ឃើញថាការប្រហារជីវិតមនុស្សគឺវាដូចជាសាហាវឃោរឃៅពេកប៉ុន្តែទោះជាយ៉ាងណាក៏នៅតែមានប្រទេសជាច្រើនមួយចំនួននៅលើពិភពលោកគឺនៅតែមានច្បាប់នេះហើយក៏នៅតែប្រើប្រាស់ច្បាប់ប្រហារជីវិតនេះរហូតមកទល់ពេលសព្វថ្ងៃនេះផងដែរបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកទិន្នន័យមួយដែលគេបានកត់ត្រាត្រឹមឆ្នាំ2023អញ្ចឹងឆ្នាំ2024និង25មានការប្រែប្រួលយ៉ាងណាគឺខ្ញុំអត់ទាន់បានស្រាវជ្រាវបន្តទៀតទេប៉ុន្តែនេះខ្ញុំយកទិន្នន័យដែលគេបានកត់ត្រាចន្លោះឆ្នាំ2023បាទគិតត្រឹមឆ្នាំ2023គឺប្រទេសចំនួន108ប្រទេសគឺបានលុបចោលច្បាប់ប្រហារជីវិតនេះលែងឲ្យប្រើប្រាស់ជាបន្តទៅទៀតអញ្ចឹងមានន័យថា108ប្រទេសនៅលើពិភពលោកគឺលែងមានច្បាប់ប្រហារជីវិតនេះទៀតហើយនៅក្នុងប្រទេសទាំងនោះក្នុងនោះក៏មានកម្ពុជាយើងមួយដែរកម្ពុជាយើងក៏បានដកចោលនៅច្បាប់ប្រហារជីវិតនេះផងដែរគឺទោសធ្ងន់បំផុតត្រឹមជាប់គុកអស់មួយជីវិតបាទនេះគឺជាប្រទេសដែលបានលុបចោលច្បាប់នេះទៅហើយគឺលែងប្រើប្រាស់តទៅទៀតហើយបាទរីឯចំនួន144ប្រទេសផ្សេងទៀតគឺកំពុងតែពិចារណាក៏ដូចជាធ្វើការកែតម្រូវនៅច្បាប់ប្រហារជីវិតនេះហើយនឹងអនុវត្តដើម្បីឲ្យឈប់ប្រើប្រាស់ច្បាប់នេះតទៅទៀតប៉ុន្តែមិនទាន់បានសម្រេចដកចេញជាធរមាននៅឡើយទេគឺចំនួន144ប្រទេសគឺកំពុងតែពិចារណាដកច្បាប់នេះចេញដែរពួកគេនៅតែមានប៉ុន្តែគឺកំពុងតែពិចារណាកែប្រែដើម្បីលុបច្បាប់នេះចោលបាទចំណែកឯចំនួន28ប្រទេសទៀតគឺនៅតែមានទោសប្រហារជីវិតហើយនៅតែប្រើប្រាស់ប៉ុន្តែទោសនេះគឺខានអនុវត្តអស់ជាង10ឆ្នាំទៅហើយប្រហែលជាក្នុងប្រទេសមួយនេះគឺគេមានទោសប្រហារជីវិតប៉ុន្តែលុះត្រាតែអ្នកទោសនោះគឺប្រព្រឹត្តនៅអំពើដែលខុសធ្ងន់ធ្ងរដែលមិនអាចលើកលែងទោសឲ្យបានពោលដូចជាការបះបោរឲ្យមានសង្គ្រាមក៏ដូចជាសម្លាប់ជីវិតគេអស់ច្រើនអញ្ចឹងទៅទើបគេអនុវត្តច្បាប់ប្រហារជីវិតនេះប៉ុន្តែចំនួន28នេះគឺគេខានអនុវត្តច្បាប់នេះអស់ជាង10ឆ្នាំទៅហើយបាទចំណែកឯចំនួន55ប្រទេសផ្សេងទៀតគឺនៅតែមានច្បាប់ប្រហារជីវិតនៅក្នុងប្រទេសរបស់ពួកគេហើយច្បាប់ប្រហារជីវិតនោះគឺនៅតែប្រើប្រាស់ជារៀងរាល់ថ្ងៃបាទអញ្ចឹង55ប្រទេសនេះគឺនៅតែមានច្បាប់ប្រហារជីវិតហើយនៅតែដាក់ទោសទៅលើជនល្មើសដែលប្រព្រឹត្តខុសទៅនឹងច្បាប់របស់ប្រទេសទាំង55នេះពោលគឺអាចប្រហារជីវិតពួកគេបានឲ្យតែខុសទៅនឹងច្បាប់ដែលបានកំណត់បាទអញ្ចឹងនេះជាទិន្នន័យដែលបានដកស្រង់នៅត្រឹមឆ្នាំ2023អញ្ចឹងចង់ដឹងថាតើ55ប្រទេសនេះតើប្រទេសណាខ្លះដែលអនុវត្តច្បាប់ប្រហារជីវិតនេះច្រើនជាងគេបាទអញ្ចឹងគឺមានប្រទេសជាច្រើនដែលបានអនុវត្តច្បាប់ប្រហារជីវិតនេះហើយក៏បានប្រហារជីវិតមនុស្សជាច្រើនផងដែរប៉ុន្តែថ្ងៃនេះគឺខ្ញុំលើកយកតែ10ប្រទេសទេដែលបានអនុវត្តច្បាប់ប្រហារជីវិតនេះច្រើនបំផុតគឺច្រើនជាងគេបំផុតនៅក្នុងចំណោមប្រទេសទាំងឡាយដែលមានច្បាប់ប្រហារជីវិតដូចគ្នាបាទប៉ុន្តែទិន្នន័យនៃតួលេខនេះគឺមានកន្លែងខ្លះគេមិនអាចបញ្ជាក់ច្បាស់លាស់នោះទេដោយសារតែប្រទេសមួយចំនួនគឺគេមិនបញ្ចេញទិន្នន័យឲ្យដឹងច្បាស់លាស់នោះឡើយគឺគ្រាន់តែធ្វើការប៉ាន់ស្មានតាមរយៈការស៊ើបសួរក៏ដូចជាមានការលួចបញ្ចេញទិន្នន័យសម្ងាត់មួយចំនួនប៉ុណ្ណោះបាទអញ្ចឹងក្នុងប្រទេសចំនួន10នេះគឺទី1មានដូចជាប្រទេសចិនគឺជាប្រទេសដែលអនុវត្តច្បាប់ប្រហារជីវិតនេះច្រើនជាងគេបំផុតហើយបានសម្លាប់ជីវិតមនុស្សដោយការប្រហារជីវិតនេះគឺចំនួនជាង1000ករណីឯណោះបាទទី1គឺជាប្រទេសចិនអញ្ចឹងទី2គឺប្រទេសអេស៊ីបប្រទេសអេស៊ីបក៏អនុវត្តច្បាប់នេះជាច្រើនផងដែរគឺចំនួនជាង890ករណីឯណោះដែលបានអនុវត្តច្បាប់ប្រហារជីវិតនេះទៅលើអ្នកដែលមានកំហុសធ្ងន់ធ្ងរដែលអាចសមនឹងទទួលទោសប្រហារជីវិតនេះបាទរីឯទី3គឺប្រទេសបង់ក្លាដេសអនុវត្តទោសប្រហារជីវិតនេះជាង248ករណីបាទទី4គឺប្រទេសនីហ្សេរីយ៉ានេះអនុវត្តច្បាប់ប្រហារជីវិតទៅលើអ្នកទោសរបស់ខ្លួនជាង246ករណីបាទទី5គឺប្រទេសអ៊ីរ៉ាក់
ប្រទេសអ៊ីរ៉ាក់បានអនុវត្តច្បាប់នេះជាង138ករណី ចំណែកឯទី6គឺប្រទេសកេនយ៉ាប្រទេសកេនយ៉ាអនុវត្តច្បាប់ប្រហារជីវិតនេះជាង131ករណី ទី7គឺប្រទេសថៃប្រទេសដែលនៅជិតខាងកម្ពុជាយើងដែរប៉ុន្តែថៃនៅតែមានទោសប្រហារជីវិតនៅឡើយហើយក៏នៅតែអនុវត្តមកដល់សព្វថ្ងៃនេះផងដែរប្រទេសថៃគឺអនុវត្តច្បាប់ប្រហារជីវិតនេះជាង123ករណីនិងទី8គឺវៀតណាមប្រទេសវៀតណាមក៏ជាប្រទេសជាប់ព្រំដែននឹងកម្ពុជាយើងដែរហើយប្រទេសវៀតណាមក៏ជាប្រទេសដែលអនុវត្តច្បាប់ប្រហារជីវិតនេះមកដល់សព្វថ្ងៃផងដែរប្រទេសវៀតណាមអនុវត្តច្បាប់ប្រហារជីវិតនេះជាង122ករណីនិងទី9គឺប្រទេសឥណ្ឌាអនុវត្តច្បាប់ប្រហារជីវិតនេះជាង120ករណីនិងទី10គឺប្រទេសឥណ្ឌូនេស៊ីបានអនុវត្តច្បាប់នេះជាង114ករណីបាទនេះគឺជាប្រទេសទាំង10ដែលបានអនុវត្តច្បាប់ប្រហារជីវិតនេះទៅលើអ្នកទោសដែលប្រព្រឹត្តទោសកំហុសធ្ងន់ធ្ងរហើយស័ក្តិសមនឹងទទួលលើទោសប្រហារជីវិតនេះចំនួន10ក្នុងនោះក៏មានថៃនិងវៀតណាមដែលនៅជិតនឹងកម្ពុជាយើងផងដែរបាទបងប្អូនទាំងអស់គ្នានេះគឺជាទិន្នន័យនៃការប្រើប្រាស់ទោសប្រហារជីវិតដែលប្រទេសមួយចំនួនគឺនៅតែអនុវត្តរហូតមកដល់សព្វថ្ងៃនេះប៉ុន្តែកម្ពុជាយើងគឺបានដកចោលហើយគឺលែងប្រើប្រាស់ទោសប្រហារជីវិតនេះតទៅទៀតហើយបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានព័ត៌មានប៉ុណ្ណឹងចង់ចែករំលែកចាំជួបគ្នានៅវីដេអូក្រោយ